ដូចជាលើសូរសំឡេងខ្លុយល្វើយល្វើយអ្នកណាគេមកផ្លុំខ្លុយនៅកណ្ដាលវាលស្រែនេះផ្លុំខ្លុយពីរូបប៉ុណ្ណឹងហើយចុះតម្រប់រូបរាងម្ចាស់ខ្លុយនោះស្អាតយ៉ាងណាណោះជីវិតមែនអត់ថ្ងៃក្រោយមកចឹងបងពិតជាខ្សែសង្ឃ